Rướngព្រះẤnនិមិត្តជាយក្សកាលពីព្រេងនាយមានព្រះរាជាមួយព្រះអង្គព្រះនាមធម្មសោដកៈតាំងពីបានទទួលរាជាពិសេសមកទ្រង់មានបំណងតែមួយគត់គឺចង់ស្ដាប់ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធបានចាត់ចែងព្រះរាជបម្រើឲ្យយកប្រាក់តាំងពី1000កហបណៈដរាបដល់1កោដទៅរកជួលអ្នកចេះសម្ដែងធម៌មកសម្ដែងឲ្យស្ដាប់មិនបានសោះក៏លះបង់នៅរាជសម្បត្តិត្រាច់ទៅរកស្ដាប់ធម៌ដោយព្រះអង្គឯងក្នុងពេលនោះព្រះអិនបានជ្រាបហើយក៏និមិត្តជាយក្សធំអស្ចារ្យមានអាការៈសម្បើមគួរឲ្យខ្លាចគឺមានសម្បុរដូចជាកំពូលភ្នំអញ្ចនៈមាឌធំមានចង្កូមលៀនចេញមកក្រៅភ្នែកធំក្រហមច្រាលដូចគំនោភ្លើងកំពុងឆេះទ្រូងខោងច្រមុះមានចុងក្រហមសក់នឹងពុកមាត់ពុកចង្កាពណ៌តុងដែងរួញក្រញាញ់ពោះធំពណ៌ខៀវសំឡេងក្រហឹមឮដូចផ្គរលាន់ដៃមានក្រចកវែងវែងប្រឡាក់សុទ្ធតែឈាមមានដំបងគ្រឿងសាស្ត្រាវុធជាប់នឹងដៃមាឌធំខ្ពស់ស្មើថ្នោតលីចូលទៅឈរគៀកចិត្តនឹងព្រះធម្មសោកនរាជាបានឃើញយក្សនោះហើយឥតមានខ្លាចញាប់ញ័រឡើយបែរជាមានព្រះតម្រេះថាយក្សដែលមានអានុភាពបែបនេះប្រហែលជាចេះសម្ដែងធម៌ទ្រង់ក៏មានព្រះតម្រាស់ត្រាស់សួរទៅយក្សថាបពិតមហាយក្សជាសម្លាញ់អ្នកមានអានុភាពច្រើនមានអាការៈក្លាហានបានមកជួបនឹងយើងប្រសើរណាស់ព្រោះយើងបានលះបង់រាជសម្បត្តិនិងព្រះរាជវង្សចូលមកក្នុងព្រៃនេះដើម្បីរកអ្នកចេះធម៌ទេសនាឲ្យស្ដាប់ឥឡូវនេះបើអ្នកចេះធម៌សូមអ្នកសម្ដែងឲ្យយើងស្ដាប់អន្តយៈក៏និយាយតបវិញថាបពិតមហារាជយើងបានចេះធម៌ដែលព្រះពុទ្ធពីបុរាណទ្រង់សម្ដែងទុកមកប៉ុន្តែយើងសម្ដែងថ្វាយព្រះអង្គស្ដាប់តើព្រះអង្គបូជាអ្វីដល់យើងព្រះបាទធម្មសោដករាជាទ្រង់មានព្រះបន្ទូលថាយើងគ្មានអ្វីទេមានតែសរីរាង្គកាយរបស់យើងនេះឯងសូមបូជាធម៌របស់អ្នកបើអ្នកសម្ដែងធម៌ឲ្យយើងស្ដាប់ចូលអ្នកបរិភោគយើងចោះអន្តយៈថាស្រួលហើយប៉ុន្តែយើងអស់កម្លាំងណាស់ព្រោះអត់អាហារយូរថ្ងៃហើយបើបានបរិភោគឲ្យមានកម្លាំងសិនទើបសម្ដែងធម៌ថ្វាយមហារាជបានក្នុងលំដាប់នោះព្រះរាជាទ្រង់មានព្រះបន្ទូលថាបើអ្នកបរិភោគយើងហើយធ្វើម្ដេចយើងនឹងបានស្ដាប់ធម៌អ្នកដែលយើងស៊ូលះបង់ជីវិតនិងរាជសម្បត្តិចូលក្នុងព្រៃនេះក៏ព្រោះតែចង់ស្ដាប់ធម៌ប៉ុណ្ណោះឯងអន្តយៈក៏និយាយថាបើដូច្នោះសូមមហារាជឡើងលើកំពូលភ្នំដែលខ្ពស់នោះចុះកាលបើឡើងទៅដល់កំពូលភ្នំហើយលោតចុះមកឲ្យចំមាត់យើងនឹងសម្ដែងថ្វាយឲ្យបានប្រយោជន៍ទាំងអស់គ្នាគឺមហារាជក៏បានស្ដាប់ធម៌ខ្ញុំព្រះអង្គក៏បានបរិភោគមហារាជព្រះរាជាទ្រង់ព្រះសណ្ដាប់នៅពាក្យអន្តយៈហើយទ្រង់ព្រះចិន្តាថាពាក្យដែលយក្សនិយាយនេះគួរហើយថ្ងៃនេះបំណងអញបានសម្រេចហើយអញត្រូវតែលះបង់ជីវិតដើម្បីស្ដាប់ធម៌ចោះទើបទ្រង់មានព្រះបន្ទូលទៅកាន់អន្តយៈថាមនាលសម្លាញ់ពាក្យអ្នកនិយាយអំបញ្ញមិញនេះប្រសើរណាស់អ្នកជាបុគ្គលមានឧបការៈច្រើនដល់យើងពិតព្រោះហេតុនោះយើងធ្វើតាមពាក្យរបស់អ្នកសូមអ្នកកុំមានរង្គៀសចិត្តឡើយចាំសម្ដែងធម៌ឲ្យយើងស្ដាប់ចោះលុះមានព្រះបន្ទូលដូច្នេះហើយក៏ឡើងឈរលើកំពូលភ្នំហើយបន្លឺព្រះសូរសីហនាថថា
ថ្ងៃនេះអញបានបូជាជីវិតផងរីកសម្បត្តិផងចំពោះព្រះធម្មទេសនាបពិតមហាយៈយើងនឹងមានសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះធម្មទេសនារបស់អ្នកសូមអ្នកសម្ដែងធម៌ចោះទ្រង់មានព្រះបន្ទូលហើយក៏លោតចុះសម្ដៅមាត់យៈដែលហាចាំពីក្រោមខណៈនោះអន្តយៈក៏คล้ายខ្លួនជាព្រះអិនវិញភ្លាមហើយបីពោព្រះរាជាហោះទៅកាន់ស្ថានត្រៃត្រឹងឲ្យគង់លើថ្មមណ្ឌពកំពូលបូជាដោយគ្រឿងសក្ការៈទិព្វជាច្រើនអនេកហើយថ្វាយដំណឹងដល់ព្រះរាជាថាសូមមហារាជប្រុងស្ដាប់ធម៌ចោះខ្ញុំនឹងសម្ដែងធម៌ដែលខ្ញុំបានស្ដាប់ពីសំណាក់ព្រះសម្ពុទ្ធពីបុរាណមកថាអនិច្ចាវតសង្ខារាឧបតវយៈធម្មិណូឧបចិត្វានិរច្ឆន្តិទេសង្វបសមោសុខោព្រះបាទធម្មសោកនរាជាកាលបើបានស្ដាប់នៅព្រះធម្មទេសនារបស់ព្រះអិនហើយមានសេចក្តីរីករាយយ៉ាងក្រៃលែងហាក់ដូចជាបានស្ដាប់អំពីសំណាក់ព្រះពុទ្ធបន្ទាប់អំពីធម្មទេសនានោះមកព្រះអិនបានសម្ដែងប្រាប់នៅសេចក្តីសុខនៅក្នុងទេវលោកសពគ្រប់ហើយក៏នាំព្រះរាជាត្រឡប់មកស្ថានមនុស្សលោកសោយរាជសម្បត្តិដូចដើមវិញព្រះបាទធម្មសោកដករាជាក្នុងកាលនោះគឺព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើងនេះឯងរឿងព្រាហ្មណ៍សម្លាប់កូនធ្វើទានកាលពីព្រេងនាយមានព្រាហ្មណ៍ម្នាក់មានសទ្ធាជឿស៊ុបនៅក្នុងព្រះពុទ្ធសាសនាជាអ្នកពេញចិត្តក្នុងការធ្វើទានព្រាហ្មណ៍នេះកាលមាតាបិតារៀបឲ្យមានគូស្រករបានចាត់ចែងទ្រព្យសម្បត្តិជាច្រើនស្មើភាគនឹងបងប្អូនរបស់គាត់ដល់ពេលក្រោយមកព្រាហ្មណ៍នេះទៅជាអ្នកក្រដើរសុំទានគេឯបងប្អូនទាំងប៉ុន្មានសិតតែជាអ្នកមានទ្រព្យប៉ុន្តែគេមិនដែលឲ្យវត្ថុអ្វីបន្តិចបន្តួចដល់ព្រាហ្មណ៍នោះឡើយពួកជនទាំងឡាយតែងហៅព្រាហ្មណ៍នោះថាទុក្កតព្រាហ្មណ៍ឯទុក្កតព្រាហ្មណ៍នោះមានកូនមួយរូបជាទីស្រឡាញ់ពេញចិត្តនៃឪពុកមានិងម្ដាយមីងក្រៃពេកថ្ងៃមួយមានព្រះអរហន្តមួយអង្គនិមន្តទៅបិណ្ឌបាតទុក្កតព្រាហ្មណ៍ឃើញហើយមានសេចក្តីជ្រះថ្លាក៏និមន្តចូលទៅផ្ទះដើម្បីទទួលភ័ព្វលុះលោកចូលទៅគង់ហើយទូលលោកឲ្យរងចាំបន្តិចទើបគិតគ្នាប្តីប្រពន្ធថាយើងបានអ្វីធ្វើចង្ហាន់បើក្នុងផ្ទះយើងសូម្បីតែអង្ករមួយគ្រាប់ក៏គ្មានផងទុក្កតព្រាហ្មណ៍នឹកឃើញថាបងប្អូនយើងស្រឡាញ់កូនយើងណាស់បើយើងយកកូនទៅដាក់នៅមាត់រូងនាគក្រោយផ្ទះយើងនាគនឹងខឹងស៊ីមួយរំពេចហើយយើងទៅប្រាប់បងប្អូនថាកូនស្លាប់ឥឡូវបាននិមន្តលោកមួយអង្គមកធ្វើបុណ្យឲ្យវាបងប្អូនយើងមកតែយកអង្ករត្រៃជាដើមមកធ្វើចង្ហាន់លោកមិនខានលុះគិតហើយក៏យកកូនទៅដាក់មាត់រូងនាគពួនចាំមើលនាគរាជកាលបើធំក្លិនមនុស្សហើយក៏ស្ទុះចេញមកដោយគុណនៃសទ្ធាពិតប្រាកដរបស់ព្រាហ្មណ៍និងអានុភាពនៃអាយុកុមារនោះមិនទាន់អស់ផងក៏បណ្ដាលឲ្យនាគរាជនោះភ្ញាក់ផ្អើលនឹងកុមារស្ទុះរត់ចេញទៅជ្រុះកែវមณีពីក្នុងមាត់រុនកុមារឃើញកែវមณีភ្លឺភ្លឺក៏រើសយកមកកាន់លេងឯមាតាបិតាឃើញកូនកាន់កែវដូច្នេះក៏ស្ទុះទៅយកកូននឹងកែវមកកែវនោះល្អក្រៃលែងរកកាត់ថ្លៃមិនបានយកទៅលក់ឲ្យសេដ្ឋីក្នុងនគរនោះ
គេនឹងមិនហ៊ានទិញព្រោះគ្មានលុយឲ្យតុក្កតព្រាហ្មណ៍ក៏បញ្ចាំកែវទុកនឹងសេដ្ឋីសិនសុំយកម្ហូបចំណីបាយសម្លមកប្រគេនលោកដល់ពេលក្រោយបានយកកែវទៅថ្វាយព្រះរាជាទ្រង់ត្រាស់ឲ្យធ្វើជាសេដ្ឋីក្នុងនគរនោះដល់អស់អាយុបានទៅកើតក្នុងស្ថានសួគ៌ទៀតរឿងនេះមានសេចក្តីបំភ្លឺថាសទ្ធាបើមានពិតប្រាកដមមមួនចំពោះបុគ្គលណាហើយអាចរក្សានៅទ្រព្យដែលបំរុងនឹងវិនាសមិនឲ្យវិនាសហើយញ៉ាំងប្រយោជន៍ដែលជននោះប្រាថ្នាឲ្យសម្រេចបានដូចបំណងសំដូចពុទ្ធសុភាសិតថាសទ្ធាសាធុបតិដ្ឋិតាសទ្ធាដែលបុគ្គលបានតម្កល់សុភហើយអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចបានរឿងនាងរោហិនីបុណ្យរមែងសម្រេចតាមបំណងអ្នកធ្វើដែលបានតាំងប្រាថ្នាមានសេចក្តីដំណាលថាព្រះអនុរុទ្ធដ៏មានអាយុបាននាំភិក្ខុជាបរិវារ500រូបនិមន្តទៅកាន់កបលវត្ថុបុរីពេលនោះញាតិវង្សជ្រាបថាព្រះថេរៈនិមន្តមកក៏នាំគ្នាថ្វាយបង្គំបាត់តែនាងរោហិនីជាប្អូនបង្កើតមិនឃើញមកថ្វាយបង្គំព្រះថេរៈក៏សួរដំណឹងបានជ្រាបដោយញាតិវង្សប្រាប់ថានាងមានសេចក្តីអៀនខ្មាស់ជាពន់ពេកព្រោះកើតរោគសើស្បែកបានជាមិនមកព្រះថេរៈក៏បង្គាប់ឲ្យគេហៅមកកាលបើនាងមកដល់ហើយថ្វាយបង្គំដោយគោរពលោកសួរថាហេតុអ្វីបានជានាងមិនមកនាងក៏ទូលតាមអាការៈនៃសេចក្តីអៀនខ្មាស់ចំពោះព្រះថេរៈក៏សួរបន្តទៅទៀតថាចុះក្រែងនាងមិនធ្វើបុណ្យទេឬឲ្យខ្ញុំព្រះករុណាធ្វើបុណ្យអ្វីចូលនាងសាងអាសនៈសាលាមួយទៅនាងថាចុះឲ្យខ្ញុំព្រះករុណាបានអ្វីធ្វើព្រះថេរៈសួរថាចុះនាងមានបសាធនភ័ណ្ឌដែរឬទេនាងឆ្លើយថាមានបើដូច្នោះចូលនាងលក់របស់នោះយកប្រាក់មកសង់សាលាចុះនាងសួរថានរណាគេជួយសង់ឲ្យខ្ញុំព្រះករុណាព្រះថេរៈក៏និយាយអង្វរក្រុមញាតិដែលនៅអង្គុយជិតថាសូមឲ្យជួយធ្វើអាសនៈសាលានាងរោហិនីផងអាត្មានឹងជួយឧបត្ថម្ភក្នុងកិច្ចការកសាងនេះដែរឯក្រុមញាតិគេមានសេចក្តីអាណិតនាងរោហិនីណាស់និងគោរពតាមពាក្យអង្វរនៃព្រះថេរៈផងក៏ជួយធ្វើដោយស្មោះស្ម័គ្រព្រះថេរៈបានឲ្យគេនាំទឹកសម្ភារៈសម្រាប់ការងារកសាងនេះហើយបង្គាប់ឲ្យធ្វើសាលានោះ2ជាន់និងបង្គាប់ឲ្យនាងរោហិនីជាប្អូនថែទាំបោសសម្អាតសាលាចាប់តាំងពីពេលក្រាលរនៀបរួចព្រមទាំងឲ្យតាក់តែងអាសនៈនិងដងទឹកតម្កល់ទុកសម្រាប់ប្រើប្រាស់លើសាលាជានិរន្តរ៍នាងរោហិនីក៏ទទួលធ្វើតាមបង្គាប់បងឥតមានខ្ចោះត្រាតែដល់រោគសើស្បែកសះស្បើយស្រពោនថយចុះបន្តិចម្ដងដោយអំណាចនៃបញ្ញកម្មដែលនាងបានបោសសម្អាតសាលាជាដើមថ្ងៃមួយនាងបានចាត់ចែងទានដ៏ថ្លៃថ្លាប្រគេនដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធាននៅលើអាសនៈសាលានោះផងលុះព្រះបរមគ្រូសម្រេចផុតកិច្ចហើយទ្រង់ត្រាស់សួរព្រះអនុរុទ្ធថាហើយអនុរុទ្ធអ្នកណាជាម្ចាស់ទាននេះព្រះអនុរុទ្ធទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខនាងរោហិនីជាប្អូនរបស់ខ្ញុំព្រះអង្គជាម្ចាស់ទាននេះ
ចុះនាងនៅឯណាបបិទ្ធព្រះអង្គនាងនៅក្នុងផ្ទះព្រះអង្គក៏ត្រាស់ឲ្យហៅនាងមកតែនាងមិនមកទើបទ្រង់ត្រាស់ហៅផ្ទាល់ព្រះអង្គឯងត្រាតែនាងមកទ្រង់ក៏សរសើរថានាងរហិណីហេតុអ្វីបានជានាងមិនមកនាងក៏ទូលថាខ្ញុំព្រះអង្គមានសេចក្តីអៀនខ្មាស់ណាស់ព្រោះតែកើតរោគសើស្បែករោគនេះកើតដល់នាងតើនាងដឹងថាកើតឡើងដោយហេតុអ្វីនាងទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនដឹងសោះព្រះអង្គត្រាស់ថារោគសើស្បែកកើតឡើងដោយសេចក្តីក្រោធនាងក៏សួរបុព្វកម្មដែលខ្លួនកសាងពីជាតិមុនចំពោះព្រះអង្គព្រះអង្គក៏ត្រាស់ថាក្នុងកាលពីព្រេងនាយយូរលង់ណាស់មកហើយនាងបានជាអគ្គមហេសីនៃព្រះចៅក្រុងពារាណសីក្នុងចំណោមស្រីស្នំទាំងអស់ជាព្រះរាជបរិវារមានស្រី5ម្នាក់មានរូបល្អស្រស់បោះជាទីគប់ព្រះតីនៃព្រះរាជាទ្រង់បានរួមរស់មេត្រីសេចក្តីស្នេហាតាមភាពនៃបឋិជនជានិច្ចជាកាលអត់មានកែប្រែព្រះតីស្នេហាលើរូបនាងជាអគ្គមហេសីឬស្រីស្នំឯទៀតឡើយម្ល៉េះហើយអគ្គមហេសីក៏មានសេចក្តីប្រច័ណ្ឌច្រណែនឈ្នានីសចងគំនុំនឹងស្រីរបាំនោះថាអញនឹងធ្វើហងឲ្យមានសេចក្តីទុក្ខលំបាកជាមិនខានលុះគិតដូច្នោះក៏បង្គាប់ឲ្យស្រីស្និទ្ធស្នាលមួយរូបយកខ្ញែមកទើបនាងលបគោះលំអិតខ្ញែដាក់លើដំណាក់នាងរបាំនោះពេលនោះហើយក៏ចូលទៅរកនាងរបាំប្រឡែងគ្នាលេងធ្វើហាក់ដូចជាមានសេចក្តីរាប់រោគណាស់ហើយគោះលំអងខ្ញែដាក់លើសរីរៈនាងនោះទៀតនាងរបាំក៏ខ្វាខ្ញាំសរីរៈនោះដរាបដល់រៀលដាលឡើងជាពកតូចធំនាងរត់ទៅប្រេះខ្លួនលើដំណាក់ក៏ស្រាប់តែរមាស់ជាក្រៃលែងដោយមានលំអិតខ្ញែនៅលើទីនោះឯងអគ្គមហេសីក្នុងកាលនោះបានកើតមកជានាងរោហិណីនឹងលុះសំដែងបុព្វកម្មចប់ហើយព្រះសម្ពុទ្ធទ្រង់មានពុទ្ធដីកាកាត់ទៅទៀតថាមនាលនាងរោហិណីនាងបានធ្វើកម្មយ៉ាងនេះឯងព្រោះហេតុនោះសេចក្តីក្រោធសំបីតែបន្តិចបន្តួចក្តីសេចក្តីច្រណែនក្តីនាងមិនគួរធ្វើទេចប់ព្រះធម៌ទេសនាកាលណានាងរោហិណីក៏បានសម្រេចសោតាបត្តិផលក្នុងពេលនោះនាងមានសរីរៈស្អាតបាតសមរម្យល្អដូចជាមាសទឹកដប់លុះអស់អាយុពីលោកនេះទៅបានទៅកើតក្នុងឋានតាវតឹងជាចន្លោះផែនដីទេវបុត្រទាំង4អង្គមានរូបរាងល្អឆ្នើមគួរជាទីគប់ចិត្តនៃទេវបុត្រទាំងនោះជាពន់ពេកព្រោះតែរូបនាងល្អយ៉ាងនេះបានជាទេវបុត្រទាំង4កើតស្នេហាជជែកតវ៉ាគ្នាខំឆ្លោះប្រកែកបែកសំគ្នាប្រាថ្នាជាយារៀងអង្គរូបនាងនេះឯងខែងអស្ចារ្យនាំឲ្យទេពតាកើតសៅម៉ងសូរស័ព្ទសំឡេងលាន់អើងកងព្រោះតែចំណងនៃតណ្ហាទេវបុត្រមួយអង្គថាបានខ្ញុំព្រោះនាងកើតចំខណ្ឌសីមាស្ថិតលើដីខ្ញុំជាក់ណាស់ណាមិនត្រូវតវ៉ាដណ្ដើមអីទេវបុត្រមួយអង្គឆ្លើយឡើងថាអីយ៉ាគាត់នេះវង្វេងដីកំពុងភ្លើតចិត្តព្រោះរូបស្រីហើយលែងស្គាល់ដីគេដីឯងទេវបុត្រមួយអង្គទៀតក៏វាចាណែលោកទេពតាកុំខឹងរែងនាងនេះ
គូព្រមខ្ញុំជាក់ស្ដែងព្រោះកើតត្រង់ចែងដីខ្ញុំណាទេវបុត្រមួយអង្គទៀតក៏ឆ្លៀតប្រឹងក្រោកឡើងសន្ធឹងក្តាងវាចាថានាងនេះពិតជាគូស្នេហាមិនត្រូវការបានអស់លោកអីដល់រឿងជជែកមិនដាច់ស្រេចនាំគ្នាសម្រេចទៅតក្តីដល់ឋានព្រះឥន្ទកោកេសីឲ្យវិនិច្ឆ័យរកយុត្តិធម៌ទេវតាទាំង4អង្គនោះក៏នាំនាងរោហិនីស្ត្រីល្អឆើតនេះទៅប្តឹងដល់សម្ដេចឥន្ទ្រាធិរាជឲ្យរកយុត្តិធម៌ឲ្យអកុសលទៅទៀតសម្ដេចឥន្ទ្រាធិរាជគ្រាន់តែទតព្រះនេត្រចំរូបនាងរោហិនីភ្លាមក៏មានគ្រឿងចាក់ដើរបែបមិនស្រួលតែម្ដងហួសពីទេពបុត្រទាំង4នេះទៅទៀតទើបទ្រង់ត្រាស់សួរថាអ្នកទាំងឡាយមកនេះមានការអ្វីទេវបុត្រក៏ក្រាបបង្គំទូលពីរឿងនាងរោហិនីថាខ្លួនមានសេចក្តីស្រឡាញ់គ្រប់គ្នាព្រះឥន្ទ្រាត្រាស់សួរទេវបុត្រទាំង4ថាចិត្តអ្នករាល់គ្នាតាំងពីឃើញរូបនាងរោហិនីតើមានសេចក្តីស្រឡាញ់យ៉ាងណាខ្លះចូលអ្នករៀបរាប់សេចក្តីមកមើលទេវបុត្រទី1ទូលថាខ្ញុំព្រះអង្គនៅមិនស្ងៀមសោះតាំងពីឃើញរូបនាងកាលណាចេះតែរំភើបញាប់ញ័រជ្រួលច្របល់ភ័យអជានិច្ចហាក់បីដូចជាស្គរជ័យដែលនៅកណ្ដាលរឿងរងនៃសមរភូមិដូច្នោះទេពបុត្រទី2ចិត្តខ្ញុំព្រះអង្គស្រឡាញ់នាងរោហិនីណាស់តែងតែហូរចេញមកអំពីបេះដូងដល់ក្រៀមក្រំគ្របដណ្ដប់លើរូបនាងមិនដែលដាច់ពេលណាទេហាក់ដូចជាទឹកឈូដែលហូរចុះពីលើកំពូលភ្នំដូច្នោះដែរទេវបុត្រទី3ទូលថាចិត្តខ្ញុំស្រឡាញ់នាងរោហិនីខ្លាំងណាស់ហួសនិស្ស័យណាស់ព្រះអង្គសូម្បីតែបាត់មុខនាង1នាទីសឹងមិនបានពិសេសទៅទៀតចក្ខុទាំងគូរបស់ខ្ញុំដែលសម្លឹងនាងម្ដងស្ទើរតែលៀនចេញមកដូចភ្នែកក្តាមទៅហើយទេវបុត្រទី4ទូលថាបបិទ្ធព្រះឧបតិទេវវង្សចិត្តខ្ញុំព្រះអង្គតាំងពីឃើញរូបនាងរោហិនីកាលណាមិនបាននៅនឹងដូចធម្មតាទេចេះតែស្ទុះឆ្លេឆ្លាចុះឡើងគ្មានពេលណាសម្រាកសោះហាក់ដូចជាទង់ដែលបុគ្គលលើកឡើងលើកំពូលចេតិយហើយត្រូវជំនោរខ្យល់បោកបក់មកទង់នោះតែងមានកន្ទុយបក់រវិចគ្មានឈប់សម្រាកយ៉ាងណាចិត្តខ្ញុំដែលស្រឡាញ់នាងរោហិនីក៏ដូច្នោះដែរសម្ដេចព្រះអមរិន្ទឥន្ទ្រាធិរាជទ្រង់ព្រះសណ្ដាប់សេចក្តីរាយការណ៍នៃសេចក្តីស្រឡាញ់ចំពោះលើរូបនាងរោហិនីរបស់ទេវបុត្រទាំង4អង្គនោះចប់ហើយមានបន្ទូលថាចិត្តអ្នករាល់គ្នាដែលស្រឡាញ់នាងរោហិនីនេះបើតាមខ្ញុំយល់ថានៅអត់ទ្រាំបានមិនតាន់ជាខ្លាំងណាស់ណាទេឯចិត្តខ្ញុំវិញចាប់តាំងពីឃើញរូបនាងនេះក៏មានសេចក្តីស្រឡាញ់ជាអស្ចារ្យទាំងបានបដិញ្ញាចិត្តថាបើមិនបាននាងរោហិនីធ្វើជាអគ្គមហេសីទេមុខតែនឹងស្លាប់ក្នុងទីនេះជាមិនខានបើបានធ្វើជាអគ្គមហេសីទើបមានជីវិតរស់នៅបានឃើញមុខអ្នករាល់គ្នាតទៅទៀតទេវបុត្រទាំងនោះបានឮបន្ទូលតបនៃសក្កទេវរាជហើយក៏ព្រមព្រៀងគ្នាលើកនាងរោហិនីថ្វាយជារង្វាន់ដល់គប់ព្រះទ័យដល់ព្រះអង្គដើម្បីកុំឲ្យសោយទីវង្គតនាងរោហិនីបានឡើងឋានន្តរស័ក្តិជាអគ្គមហេសីពេញទីព្រះទ័យនៃព្រះឥន្ទជាពុនពេកទ្រង់តែងមានសេចក្តីប្រោះប្រានចំពោះពាក្យបបួលទៅលេងក្នុងទីណារបស់នាងជាធម្មតាមិនដែលហ៊ានខាត់ឬប្រកែកនឹងពាក្យនោះម្ដងណាឡើយព្រោះហេតុនេះបានជាលោកសម្ដែងថាបុណ្យ
រមែងសម្រេចប្រយោជន៍តាមសេចក្តីប្រាថ្នាគ្រប់ពេលវេលាទាំងពួងដូចរឿងនាងរហិណីនេះជាតួយ៉ាងរឿងកង្កែបស្ដាប់ធម៌កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់ធរមាននៅឡើយពេលមួយព្រះអង្គទ្រង់ប្រទានធម្មទេសនាដល់បរិស័ទនៅក្នុងនគរចម្ប៉ាក្បែរមាត់ស្រះបខរណីឈ្មោះកករាគ្រានោះមានកង្កែបមួយកំពុងសំងំស្ដាប់ធម្មទេសនាស្រាប់តែមានក្មេងកងវាលគោម្នាក់ដើរមកឈរច្រត់ដំបងសង្កត់លើក្បាលកង្កែបខំអត់ធន់ទ្រាំនឹងជំងឺប្រឹងតែស្ដាប់ធម៌មិនលះបង់សពព្រះសទ្ធំក៏ធ្វើមរណៈក្នុងខណៈនោះទៅកើតក្នុងស្ថានតាវតੰបានឈ្មោះថាមណ្ឌុកទេវបុត្រនៅក្នុងវិមានកម្ពស់12យោជន៍ហាក់ដូចជាភ្ញាក់ពីដេកហើយស្រាប់តែឃើញពួកស្រីទេពអប្សរមកចំរោមជាបរិវារក៏នឹកថាយីអើគួរឲ្យឆ្ងល់ពេកណាស់ហេតុអ្វីអញលោតែមកប្រឌិស្ថានក្នុងទីនេះរំពឹងទៅឃើញបញ្ញកម្មដែលខ្លួនខំអត់ទ្រាំនឹងជំងឺប្រឹងផ្ចង់ស្មារតីមិនឲ្យឃ្លៀងឃ្លាតពីព្រះសទ្ធម្មទេសនារបស់ព្រះពុទ្ធទើបហោះចុះពីទេវលោកព្រមទាំងវិមានមកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធជាម្ចាស់គ្រានោះព្រះដ៏មានព្រះភិក្ខទ្រង់មានព្រះពុទ្ធតម្រាស់សួរថាអ្នកណាមានរិទ្ធមានយុះរុងរឿងមានរស្មីចែងចាំងញ៉ាំងទិសទាំងពួងឲ្យភ្លឺថ្លាមកសំពះតថាគតទេវបុត្រក្រាបទូលថាខ្ញុំព្រះករុណាកាលពីដើមឡើយជាសត្វកង្កែបនៅអាស្រ័យក្នុងទីវេរីជាទីគោចរកាលកំពុងស្ដាប់ព្រះធម៌របស់ព្រះអង្គអ្នកគង្វាលគោសម្រាប់ខ្ញុំព្រះអង្គព្រះសម្ពុទ្ធទ្រង់ព្រះសន្តាប់ហើយទ្រង់ក៏ប្រទានធម្មទេសនាទាំងឡាយបានលុះមគ្គាភិសម័យចំនួន 84000 នាក់ឯទេវបុត្រនោះក៏បានលុះដល់សោតាបត្តិផលក៏ហោះទៅកាន់ទេវលោកវិញរឿងនេះបញ្ជាក់ឲ្យយើងឃើញថាខន្តីសេចក្តីអត់ធន់ចំពោះអារម្មណ៍មិនសមបំណងឬចំពោះគ្រោះកាចណាមួយមកបៀតបៀនក្នុងពេលដែលយើងកំពុងតែតាំងចិត្តសាងសន្សំនៅសេចក្តីល្អយើងគង់បានទទួលនៅផលល្អសមតាមបំណងប្រាថ្នាពុំខានឡើយដោយសត្វកង្កែបអត់ធន់នឹងជំងឺដែលអ្នកកងវាលគោយកដំបងច្រត់លើក្បាលក្នុងពេលដែលកំពុងស្ដាប់ធម្មទេសនារបស់ព្រះសម្ពុទ្ធទោះបីជាឈឺយ៉ាងណាក៏កង្កែបអត់ធន់ដល់រាបដល់ខ្សែជីវិតបានទៅកើតក្នុងស្ថានតាវតੰឈ្មោះមណ្ឌុកទេវបុត្រនោះទៅរឿងបុរសលិចសំពៅកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះតាមពុលៈនៅក្នុងសាវត្ថីបានធ្វើដំណើរទៅកាន់ឧត្តរាបឋជនបទក្នុងគិមហរដូវក្តៅខ្លាំងពេកចូលទៅជ្រកក្រោមម្លប់ឈើមួយបានជួបនឹងបុរសម្នាក់ដែលចូលជ្រកមុនបុរសចូលទៅជ្រកមុនបាននិយាយសុំមលូស្លាថាមនាលសំឡាញ់អ្នកមានស្លាមលូឬទេបើមានខ្ញុំសូមមួយម៉ាត់ទទួលទានគ្រាន់នឹងមានទឹកមាត់ព្រោះស្រេកទឹកខាស់ក៏ណាស់តុំពុលៈបុរសឮសូមដូច្នោះហើយមានចិត្តមេត្តាករុណាបានឲ្យមលូស្លាមួយម៉ាត់ទៅបុរសនោះបរិភោគកាលខាងក្រោយមកបុរសទាំងពីរនាក់បានឡើងជិះសំពៅ
ឆ្លងមហាសាគរទៅជួញជាមួយនឹងពួកឈ្មួញទាំងឡាយបាន7ថ្ងៃមានខ្យល់ព្យុះជាខ្លាំងធ្លាយសំពៅកណ្ដាលមហាសាគរពួកឈ្មួញទាំងឡាយត្រូវទឹករលកបោកលិចស្លាប់អស់នៅសល់តែតាមពលៈបុរសនិងបុរសដែលសុំស្លាស៊ីក្នុងពេលដែលជ្រកក្រោមម្លប់ឈើឯបុរសសុំស្លាបានក្តារមួយបន្ទះតោងហែលទៅដោយឡែកតំពលៈបុរសឥតមានក្តារតោងទេខំហែលទៅដោយឡែកមានសេចក្តីទុក្ខលំបាកយ៉ាងខ្លាំងស្ទើរតែនឹងស្លាប់ដូចជាមិនអស់អាយុក៏អណ្ដែតទៅជួបនឹងបុរសដែលសុំស្លាម្លូបុរសដែលសុំស្លាម្លូនោះឃើញហើយចាប់លើកឡើងស្គាល់ច្បាស់ជាតំពលៈបុរសដែលខ្លួនបានសុំស្លាម្លូក៏ឲ្យក្តារបន្ទះហែលឆ្លងទៅខ្លួនស៊ូហែលដៃទទេព្រោះនឹកឃើញនៅគុណដែលឲ្យស្លាម្លូមួយម៉ាត់ដល់ខ្លួនក្នុងពេលដែលស្រេកទឹកខ្លាំងឯតាមពលៈបុរសកាលបើបានផែនក្តារហើយក៏ខំហែលសំដៅទៅរកត្រើយចំណែកខាងបុរសអ្នកដែលហែលដៃទទេក៏ចេះតែខំហែលយូរទៅក៏អស់កម្លាំងហើយក៏បណ្ដែតខ្លួនទៅលើទឹកគិតថាអាយុអញអស់កណ្ដាលមហាសាគរនេះហើយប៉ុន្តែស្លាប់ក៏ស្លាប់ចោះឲ្យតែតាមពលៈបុរសអ្នកមានឧបការៈបានរស់ជីវិតកំពុងតែគិតយ៉ាងនេះក៏ក្តៅក្រហាយដល់ទេវតារក្សាសមុទ្រទេវតារំពឹងមើលឃើញបុរសមានគុណធម៌ល្អក៏ស្ទុះទៅស្រង់យកទៅដាក់នៅត្រើយនាយមុនតាមពលៈបុរសលុះតាមពលៈបុរសទៅដល់ស្រាប់តែឃើញបុរសនោះនៅលើច្រាំងទើបសួរថាសំឡាញ់ឯងបានអ្វីជិះមកបានជាឆាប់មកដល់ម្លេះបុរសនោះបានប្រាប់ត្រង់ថាខ្ញុំឥតដឹងខ្លួនទេអស់កម្លាំងពេកបណ្ដែតខ្លួននៅលើទឹកចាំតែពេលនឹងស្លាប់ស្រាប់តែមកដល់ទីនេះតែម្ដងកំពុងតែនិយាយដូច្នេះទេវតាក៏បង្ហាញខ្លួនឲ្យបុរសទាំងពីរនាក់ឃើញហើយនិយាយប្រាប់ថាខ្ញុំយកអ្នកមកព្រោះអ្នកមានកតញ្ញូកតវេទីតាធម៌ប្រកបនៅក្នុងខ្លួនបុគ្គលដែលមានសភាពដូចអ្នកនឹងបណ្ដោយឲ្យវិនាសមិនបានឡើយតាំងពីព្រេងនាយមកទេវតាទាំងឡាយមិនដែលមើលបំណាំបុគ្គលដែលប្រកបស្មើដូចជាអ្នកនេះឡើយទេវតាប្រាប់ដូច្នេះហើយក៏ឲ្យបុរសទាំងពីរបរិភោគអាហារទិព្វស្លៀកពាក់នៅគ្រឿងអលង្ការទិព្វហើយក៏នាំទៅដាក់ក្នុងនគរសាវត្ថីក្នុងខណៈនោះឯងរឿងព្រះយសកុលបុត្រព្រះយសកុលបុត្រនេះជាបុត្រនាងសុជាតាធីតាសេនិយសេដ្ឋីនៅសេនានិគមពីដើមនាងសុជាតាជាមាតាបានបន់ទេវតានៅដើមជ្រៃដើម្បីឲ្យបានកូនប្រុសច្បងលុះបានសម្រេចដោយបំណងក៏ធ្វើពលិកាមួយឆ្នាំម្ដងដរាបដល់ព្រះយសនេះធំឡើងវេលាវិសាខពេញបរមីថ្ងៃដែលព្រះសម្ពុទ្ធបានត្រាស់នាងសុជាតាបានយកមត្ថុបាយៈទៅបូជាទេវតាក៏ជួនជាជួបនឹងព្រះអង្គលុះទ្រង់បានត្រាស់ហើយទ្រង់ស្ដេចទៅចាំជួបនឹងព្រះយសនេះនៅព្រៃឥសីបតនៈព្រះយសនោះអបសុខមិនចង់នៅផ្ទះក៏លោបចេញទៅទាំងយប់ព្រឹកឡើងបានជួបនឹងព្រះអង្គបានស្ដាប់ព្រះធម៌ទេសនាបានសម្រេចអនាគាមិផលបានបួសជាអេហេភិក្ខុទើបបិតាតាមមុខទាន់បិតាស្ដាប់ធម៌ហើយបានលុះសោតតា
ទើបនិមន្តព្រះអង្គទៅផ្ទះនាងសុជាតានិងភរិយាយសកុលបុត្រព្រមទាំងសម្លាញ់52នាក់ស្ដាប់ធម៌ហើយបានលុះសោតតាបិតាបានលុះអនាគាមិនាងសុជាតាបានដល់សរណគមបានឋានន្តរស័ក្តិជាអេតតកៈខាងដល់សរណគមមុនគេសម្លាញ់ទាំង54នាក់បានចូលបួសតាមព្រះយសកុលបុត្រនេះទាំងអស់ភិក្ខុទាំងឡាយក្រាបបង្គំសួរបបិទ្ធព្រះអង្គដ៏ចម្រើនជនទាំង55នាក់មានយសកុលបុត្រជាដើមបានធ្វើនៅបញ្ញកម្មដូចម្ដេចព្រះសាស្តាជាម្ចាស់ទ្រង់ត្រាស់ថាជនទាំងនោះកាលដែលប្រាថ្នាព្រះអរហន្តបានធ្វើនៅបុណ្យជាច្រើនក្នុងដំណាក់នៃព្រះពុទ្ធមួយព្រះអង្គលុះចំណេរខាងក្រោយកាលដែលព្រះពុទ្ធមិនទាន់ឧបដឹកឡើងនៅក្នុងលោកជនទាំងនេះជាសម្លាញ់នឹងគ្នាតែងរួបរวมកម្លាំងគ្នាធ្វើបុណ្យនិងទំនប់បំរុងសរីរៈអនាថាថ្ងៃមួយជនទាំងនោះបានឃើញមនុស្សស្រីស្លាប់ទាំងមានកក៏នាំយកទៅឯព្រៃស្មសានដោយគិតថានឹងធ្វើជាបនកិច្ចលុះទៅដល់ក៏ទុកតែជន5នាក់ឲ្យនៅធ្វើជាបនកិច្ចជនសល់ពីនោះចូលទៅក្នុងស្រុកវិញឯយុសតិរុកាលដែលកំពុងចាក់ប្រមៀលធ្វើជាបនកិច្ចសរីរៈនោះក៏បាននៅអសុភសញ្ញាហើយក៏បង្ហាញដល់ជនទាំង4នាក់ទៀតថាគ្នាយើងអើយអ្នកទាំងឡាយមើលចោះណសរីរៈនេះមានស្បែករបេះរបោចដូចជារូបគោពពីលមិនស្អាតមានក្លិនស្អុយគួរឲ្យខ្ពើមរអើមក្រៃពេកជនទាំងឡាយនោះក៏បានអសុភសញ្ញាដែរហើយនាំគ្នាចូលទៅស្រុកវិញដំណាលប្រាប់សម្លាញ់ទាំងអស់សពគ្រប់ប្រការមិនតែប៉ុណ្ណោះយសតិរុបានដំណាលប្រាប់មេដាបិតានិងភរិយាទៀតជនទាំងនោះក៏បានចម្រើនអសុភសញ្ញាតទៅនេះឯងជាបុព្វកម្មរបស់ជនទាំងនោះព្រោះហេតុនោះបានជាយសតិរុមានសេចក្តីសម្គាល់ក្នុងផ្ទះជាទីប្រាថ្នាថាដូចជាព្រៃស្មសានជនទាំងឡាយនោះបានត្រាស់ដឹងនៅធម៌ដ៏វិសេសដោយឧបនិស្ស័យសម្បត្តិនោះឯងជនទាំង55នាក់នោះបានសម្រេចដោយសេចក្តីប្រាថ្នាដែលខ្លួនតម្កល់ទុកហើយយ៉ាងនេះតថាគតមិនមែនឲ្យឋានន្តរស័ក្តិព្រោះយល់មុខទេរឿងសកទេវរាជកាលកន្លងទៅហើយមានមាណពម្នាក់ឈ្មោះថាមគ្គនៅក្នុងអចលក្រៀមក្នុងដែនមគធៈបានធ្វើដីមួយកន្លែងឲ្យរៀបស្មើគួរជាទីរីករាយមានមាណពដតីទៀតមកបណ្ដេញគាត់ឲ្យចេញពីទីនោះហើយនៅដោយខ្លួនឯងមគ្គមាណពមិនខឹងសោះហើយទៅធ្វើកន្លែងដតីទៀតគេបណ្ដេញទៀតទៅធ្វើកន្លែងដតីទៀតគេបណ្ដេញច្រើនលើកតមកខាងក្រោយគាត់យកចបទៅជំរះកន្លែងមួយទំហំប៉ិនលានឲ្យរលីងស្អាតជនទាំងពួងតែងទៅកន្លែងនោះជានិច្ចក្នុងរដូវរងាមាឃមាណពបំពួកភ្លើងឲ្យក្នុងរដូវក្តៅគាត់ដងទឹកឲ្យតពីនោះមកមាឃមាណពតែងចេញពីព្រលឹមធ្វើផ្លូវឲ្យរៀបស្មើនិងឆ្កាមែកឈើដែលគួរយកចេញមាណពឯទៀតមកសួរគាត់ប្រាប់ថាខ្ញុំធ្វើផ្លូវទៅស្ថានសួគ៌ទើបមាណពឯទៀតមកសុំធ្វើជាមួយផងបានគ្នា2នាក់យូរទៅបានគ្នាម្ដងម្នាក់ចម្រើនបានគ្នារហូតដល់33នាក់ធ្វើផ្លូវបានប្រហែល2យោជន៍គ្រានោះគាមភោជន
បានឃើញជនទាំងនោះធ្វើដូច្នោះក៏គិតថាមនុស្សទាំងនេះប្រកបកិច្ចការដែលមិនគួរប្រកបសោះបើយកត្រីសាច់ជាដើមមកស៊ីផឹកសូរាឬធ្វើកិច្ចការដទៃក្រៅពីនេះសមជាអញបានកម្រៃបន្តិចបន្តួចមិនខានទើបហៅមានុបទាំងនោះមកខាត់មិនឲ្យធ្វើមានុបទាំងអស់ប្រកែកមិនព្រមឈប់គៀមមកភុជក់ខឹងណាស់ក៏ទៅក្រាបបង្គំទូលដល់មហាក្សត្រដោយពាក្យបង្កាច់ថាខ្លួនបានឃើញពួកចៅនៅក្នុងព្រៃព្រះរាជាទ្រង់បង្គាប់ឲ្យចាប់មានុបទាំងនោះមកគៀមមកភុជក់ក៏ចាប់នាំបង្គំថ្វាយតាមព្រះបង្គាប់ព្រះរាជាមិនបានពិចារណាសោះស្រាប់តែទ្រង់បង្គាប់ឲ្យគេយកដំរីមកជន់អ្នកទាំងនោះឯមាខៈមានុបបានឲ្យអវាទដល់សម្លាញ់របស់ខ្លួនទាំងអស់ថាចូលអ្នកទាំងឡាយតាំងចិត្តមេត្តាឲ្យល្អគ្មានអ្វីជាទីពឹងក្រៅពីមេត្តានោះទេអ្នកទាំងឡាយកុំខឹងនឹងព្រះរាជានិងគៀមមកភុជក់និងដំរីសម្រាប់ជញ្ជាន់ឬនឹងខ្លួនឯងឡើយចូលអ្នកមានចិត្តស្មើប្រកបដោយមេត្តាតែម្យ៉ាងមានុបទាំងឡាយក៏ធ្វើតាមដោយអានុភាពនៃមេត្តាចិត្តរបស់ជនទាំងនោះដំរីក៏មិនហ៊ាននៅចិត្តឡើយព្រះរាជាទ្រង់ជ្រាបដូច្នេះហើយទើបមានព្រះអង្គការថាដំរីយើងឃើញមនុស្សច្រើនបានជាមិនហ៊ានជន់ទើបទ្រង់បង្គាប់ឲ្យគេយកកន្ទេលមកគ្របមនុស្សទាំងនោះធ្វើដូច្នេះក៏ដំរីនៅតែថយឆ្ងាយជាងមុនទៅទៀតទើបទ្រង់ត្រាស់ហៅមានុបទាំងនោះមកសាកសួរហេតុតាំងពីដំបូងរៀងមកបានជ្រាបសពសេចក្តីហើយក៏មានព្រះតីសមនោះទ្រង់មានព្រះរាជអង្គការថាមនាលអ្នកទាំងឡាយអំបាលសត្វដេរិឆានមិនដេចក៏ដឹងគុណអ្នកទាំងឡាយចុះអញជាមនុស្សក្រឡាំងមិនក៏មិនដឹងសោះសូមអ្នកទាំងឡាយអត់ទោសផងចុះហើយទ្រង់ក៏ឲ្យគៀមមកភុជនព្រមទាំងប្រពន្ធនិងកូនចៅទៅជាខ្ញុំបំរើមានុបទាំងនោះទ្រង់ព្រះរាជទានដំរីនោះឲ្យជាយានជំនិះនិងស្រុកនោះឲ្យជារបស់មានុបទាំងឡាយមានុបទាំងឡាយមានសេចក្តីរីករាយដោយគំនិតថាអានិសង្ឃបុណ្យយើងបានឃើញហើយទើបប្រឹក្សាគ្នាថាឥឡូវនេះគួរតែយើងធ្វើបុណ្យឲ្យក្រៃលែងតទៅទៀតលុះយល់ព្រមគ្នាហើយក៏ឲ្យហៅជាងឈើឲ្យធ្វើសាលាសំណាក់ត្រង់ផ្លូវត្រឡែងកែងមួយអន្លើមិនឲ្យពួកស្រីចូលធ្វើជាមួយផងឡើយឯមាខៈមានុបមានប្រពន្ធ4នាក់គឺនាងសុធម្មា1សុនន្ទា1សុចិត្តា1និងសុជាតា1នាងសុធម្មាត្រូវគំនិតគ្នានឹងជាងឈើនាងឲ្យសំណោកជាងឈើហើយនិយាយថាត្រូវអ្នកឯងធ្វើឲ្យខ្ញុំបានជាធំនៅក្នុងសាលានេះកុំខានជាងឈើយល់ព្រមតាមហើយក៏ហាលឈើសម្រាប់ធ្វើហោជាងឲ្យស្ងួតឈូសសម្អាតសម្រេចហើយឆ្លាក់អក្សរថានេះសាលាសុធម្មាលុះដល់វេលាដែលធ្វើសាលាហើយស្រេចត្រូវលើកហោជាងក៏និយាយធ្វើពើជាភ្លេចមិនបានធ្វើហោជាងហើយត្អូញត្អែថាលុះតែបានហោជាងដែលគេធ្វើរួចស្រេចមុនមកទៅស្រួលមានុបទាំងឡាយសួរថាឥឡូវនេះយើងត្រូវធ្វើដូចម្ដេចជាងឈើថាយើងត្រូវរកហោជាងដែលគេធ្វើទុកលក់ស្រាប់មានុបទាំងនោះបានឃើញហោជាងនៅផ្ទះនាងសុធម្មាក៏និយាយទិញឲ្យថ្លៃ1000កហបណៈនាងសុធម្មាមិនព្រមលក់សោះបែរជានិយាយថាបើអ្នកទាំងអស់ឲ្យខ្ញុំបានជាចំណែកបុណ្យក្នុងការកសាងសាលានេះផងខ្ញុំមិនយកថ្លៃទេជាងឈើជួយជំរុញថាលោកម្ចាស់អើយឋានដតីលើកលែងតែព្រហ្មលោកចេញគ្មានឋានណាឥតមានមាតុក្រៀមទេសូមលោកយកហោជាងនេះចោះខ្ញុំបាទនឹងធ្វើការឲ្យសម្រេចឆាប់មានុបទាំងនេះក៏ព្រមទទួលយកហោជាងនេះឲ្យជាងឈើធ្វើសាលាស្រេចហើយខណ្ឌជា3
ចំណែកគឺចំណែកសម្រាប់អ្នកធំមួយចំណែកសម្រាប់មនុស្សទូរគតមួយចំណែកសម្រាប់អ្នកមានជំងឺមួយជនទាំង33នាក់នោះក្រាលផែនក្តារ33បន្ទះមួយម្នាក់ហើយសញ្ញាដល់ដំរីថាបើមនុស្សអាគន្តុកៈមកអង្គុយលើផែនក្តារអ្នកណាត្រូវអ្នកឯងនាំទៅប្រគល់ដល់អ្នកម្ចាស់ក្តារនោះការកល់ស្រេចបាច់និងមហូបចំណីគ្រប់យ៉ាងជាភារៈលើអ្នកម្ចាស់ក្តារនោះទាំងអស់ដំរីក៏ធ្វើតាមឯមាខៈមានុបបានដាំដើមរលួសផ្អុងមួយដើមនៅក្បែរសាលាហើយក្រាលផែនថ្មប្របនឹងគល់រលួសផ្អុងនោះអ្នកផងដែលចូលទៅជិតសាលានោះតែបានមើលឃើញហោជាងតែងអានអក្សរនិយាយគ្នាថាសាលាសុធម្មមាឈ្មោះមនុស្សទាំង33នាក់នោះមិនប្រកាសសោះឯនាងសុនន្ទាគិតថាមាននប់នេះមិនឲ្យអញបានចំណែកបុណ្យផងឡើយនាងសុធម្មមាជាស្ត្រីឆ្លាតបានធ្វើហោជាងទើបបានចំណែកបុណ្យក្នុងសាលានេះអញបើធ្វើអ្វីមួយនឹងគេទើបគួរតើអញគួរធ្វើអ្វីនាងឲ្យជីកស្រះបោខរណីមួយនៅប្របសាលានោះមានឈ្មោះថាសុនន្ទាបោខរណីឯនាងសុចិត្តាបានធ្វើសួនផ្កាមួយជារមណីយស្ថានជាទីគួររីករាយបុប្ផាផងទាំងឡាយមានគ្រប់គ្រាន់មានឈ្មោះថាសុចិត្តាលវ័នសម្រាប់មហាជនកំសាន្តចិត្តឯនាងសុជាតាគិតថាអញចាំបាច់ធ្វើអ្វីទៀតជាធីតារបស់ឪពុកធំមាខៈមានុបហើយត្រូវជាប្រពន្ធរបស់មាខៈមានុបនេះស្រាប់បើគាត់ធ្វើអីឈ្មោះថាអញបានធ្វើដែរហើយក៏ខំស្អិតស្អាងអត្តភាពខ្លួនឯងប៉ុណ្ណោះចំណែកខាងមាខៈមានុបបានបំពេញនៅវត្តបត់7ប្រការគឺបំរើនៅមេត្តាបិតាមួយសេចក្តីប្រព្រឹត្តកោតក្រែងដល់បុគ្គលជាធំក្នុងត្រកូលមួយវាចាទៀងទាត់មួយវាចាស្រទន់ស្រទាបមួយវាចាមិនញុះញង់មួយការនាំបងនៅសេចក្តីកំណាញ់មួយសេចក្តីមិនក្រោតមួយឲ្យពេញគ្រប់គ្រាន់ត្រូវត្រង់សេចក្តីសរសើរដែលលោកចងជាគាថាទុកថានរជនឯណាជាអ្នកចិញ្ចឹមនៅមេត្តាបិតាជាអ្នកមានសេចក្តីកោតក្រែងដល់អ្នកធំក្នុងត្រកូលជាអ្នកពោលនៅពាក្យម៉ត់ចត់ស្រទន់ស្រទាបជាអ្នកលះនៅពាក្យញុះញង់ជាអ្នកនាំបងនៅសេចក្តីកំណាញ់ជាអ្នកគ្របសង្កត់នៅសេចក្តីក្រោធពួកទេវតានៅស្ថានត្រៃត្រឹងហៅនរជននោះថាសពបុរសមគ្គមានុបនោះលុះអស់ជីវិតទៅបានទៅកើតជាស្ដេចទេវតាព្រះនាមថាសកៈនៅពិភពតាវតឹងឯមានុបជាសម្លាញ់ទាំងនោះក៏បានទៅកើតនៅក្នុងឋានតាវតឹងនោះដែរជាងឈើបានទៅកើតជាវិសកម្មទេវបុត្រឯនាងសុធម្មមាធ្វើមរណកាលទៅបានទៅកើតក្នុងឋានតាវតឹងនោះដែរនាងមានទេវសភាមួយឈ្មោះថាសាលាសុធម្មមាទំហំ500យោជន៍ឥតមានទីណាដតីគួរជាទីរីករាយជាងទេវសភានោះឡើយឯនាងសុនន្ទាធ្វើមរណកាលទៅក៏បានកើតក្នុងស្ថានតាវតឹងនោះដែរនាងមានស្រះបោខរណីមួយឈ្មោះថាសុនន្ទាបោខរណីមានទំហំ500យោជន៍ឯនាងសុចិត្តាធ្វើមរណកាលទៅក៏បានទៅកើតនៅក្នុងឋានតាវតឹងនោះដែរនាងមានសួនច្បារមួយឈ្មោះថាសុចិត្តាលវ័នមានទំហំ500យោជន៍ចំណែកនាងសុជាតាធ្វើមរណកាលទៅបានទៅកើតជាមេកុកនៅក្នុងច្រកភ្នំមួយព្រះឥន្ទឲ្យរក្សាសិល5ហើយស្លាប់ទៅកើតជាកូននាយស្មូនឆ្នាំងទ្រង់ណែនាំឲ្យរក្សាសិលទៀតស្លាប់ទៅបានទៅកើតជាព្រះរាជធីតារបស់ព្រះបាទវេបច្ចិត្រាសូរឈ្មោះនាងសុជាតានៅនាអសុរភពទើបទ្រង់នាំមកតម្កល់ទុកជាអគ្គមហេសីនៅក្នុងតំណែងជាធំជាងពួកស្រីអប្សរចំនួន2កោដកន្លះឯឋានតាវតឹងសួគ៌នាយ